Hello សួស្តីអ្នកគ្នាខ្ញុំសង្ជីងវូអូខេហ្នឹងហើយអ្នកគ្នាថ្ងៃនេះយើងមកបន្តសាច់រឿង The Garden Stair ដែលជាភាគបន្តរបស់យើងជាបន្តទៀតអញ្ចឹងមុននឹងចូលទៅដល់វីដេអូនេះអ្នកគ្នាកុំភ្លេចជួយចុច Like ក៏ដូចជា Subscribe ឲ្យ Channel Admin ម្នាក់មួយផងអញ្ចឹងបើចុចរួចហើយតើយើងចាប់ផ្ដើមគ្រាន់តែបានបើកក្បាលនៅអេពីសូតហ្នឹងសាច់រឿងក៏បាននឹកសម័យទៅដល់ពេលវេលាដែលកញ្ញាស៊ូរបស់យើងបានជួបប្រទះក៏ដូចជារឿងរ៉ាវដែលនាងបានរងសម្ពាធអំពីគ្រួសាររបស់នាងពេលហ្នឹងនាងគឺបានរៀបរាប់ប្រាប់ទៅកាន់ជនថាងអស់ហើយរាល់ថ្ងៃនេះរងសម្ពាធខ្លាំងមែនតើសំបីតែមើលទូរទស្សន៍ហ្នឹងក៏មិនអាចផងដែរនិងសំបីតែលេងជាមួយនឹងមិត្តភ័ក្តិឲ្យស៊ីជម្រៅស្និទ្ធស្នាលបន្តិចហ្នឹងក៏ពិបាកដែរព្រោះថាម៉ាក់ប៉ារបស់នាងគឺពិតជាតឹងរ៉ឹងខ្លាំងណាស់ដែលធ្វើឲ្យនាងហ្នឹងធ្វើអ្វីមិនជោគជ័យនោះទេនាងគឺតែងតែមានអារម្មណ៍ថាបាក់ទឹកចិត្តខ្លាំងមែនតើនៅពេលដែលពួកគាត់គឺមិនបានយល់ពីកូនបែបហ្នឹងតែងតែផ្ដល់ផលវិបាកដល់កូនគៀបសង្កត់ទៅលើកូនតឹងរ៉ឹងទៅលើកូនខុសទំនងជាហេតុដែលធ្វើឲ្យនាងសម្រេចចិត្តធ្វើរឿងឈួតជាច្រើនកន្លងមកទាំងអស់នេះឯងវាគឺជាអតីតកាលក៏ដូចជារឿងរ៉ាវពិបាកទទួលយកសម្រាប់នាងផងដែរបើយើងមើលមកបច្ចុប្បន្នវិញបន្ទាប់ពីស៊ូនាងបានវាយទៅកាន់អាប៉ែមួយនោះរួចនាងក៏ចាប់ផ្ដើមនិយាយសម្លុតទៅកាន់គេតែម្ដងដែលធ្វើឲ្យអាប៉ែមិត្តភ័ក្តិឈុនថាងនឹងឲ្យមេដៃមួយហើយរួចឈុនថាងជាមួយយុនស៊ីវិញគឺឡើងគាំងតែម្ដងកញ្ញានេះកាច់យកស៊ូក៏បានឲ្យអាប៉ែនឹងពន្យល់រឿងរ៉ាវគ្រប់យ៉ាងពន្យល់ឲ្យអស់មកហើយអាប៉ែនឹងឃើញអញ្ចឹងវាក៏ខ្លាចដែរវាក៏យល់ព្រមស៊ូក៏បន្ថែមទៅកាន់គេម្ដងទៀតថាបើសិនជាឯងក៏ហក់តែមួយម៉ាត់ដឹងតែងាប់នៅនឹងតែម្ដងហើយបើយើងមើលទៅកន្លែងហ្នឹងឃើញសញ្ញាព្រួញបាញ់ចំពីហ្នឹងគឺឈុនថាងរបស់យើងគិតថាពីរនាក់នេះចរិតដូចគ្នានឹងឯងហឹង្សាបដ ாய் យុនស៊ីក៏បានហៅឈុនថាងរបស់យើងមកនិយាយគ្នាបន្តិចឯងគិតដូចអញអត់ចំស៊ូឥឡូវវាយក្បាលប៉ែហ្នឹងហើយបើសិនជារឿងហ្នឹងដឹងដល់ប៉ូលីសក៏ដូចជាសន្តិសុខគឺរឿងនេះអាចកើតទៅជារឿងធំណាស់វាពាក់ព័ន្ធជាមួយនឹងរឿងឃាតកម្មថាត្រូវអាចនឹងមានបញ្ហាដល់ពួកយើងទៀតខណៈពេលដែរស៊ូរបស់យើងកំពុងតែសួរចម្លើយទៅកាន់អាប៉ែហ្នឹងអាប៉ែពីរនាក់នេះនិយាយគ្នាចុះឡើងពេញហ្នឹងរឿងនេះអត់ស្រួលទេវើយតែដឹងដល់ប៉ូលីសដឹងតែចប់ហ្មងពួកយើងមិនស្រួលដីគុកទៀតសំខាន់ទាញនៅទូរស័ព្ទឲ្យទៅកាន់ឈុនថាងមើលណែឯងមើលនេះមាត្រាទីម៉ាននេះជាប់អីពីរនាក់នេះសម្លឹងមើលទៅកាន់ស៊ូហើយញាក់សាច់ឥឡូវយើងបង្វែរមកមើលអតីតកាលខ្លះនៅពេលដែលស៊ីយ៉ារបស់យើងជាតារាបន្តិចទៅអញ្ចឹងឈ្មោះថាជាតារាស៊ីយ៉ារបស់យើងគឺត្រូវតែស្អាតជានិច្ចត្រូវតែញញឹមជានិច្ច Director របស់នាងគឺបានប្រាប់ទៅកាន់នាងថានាងគឺជាតារាម្នាក់ដូច្នេះគ្រប់ពេលនាងត្រូវតែ clean ក៏ដូចជាត្រូវតែស្អាតគ្រប់គ្នាគឺត្រូវតែញញឹមដើម្បីផ្ដល់នូវស្នាមញញឹមផ្ដល់នូវភាពរួសរាយរាក់ទាក់ទៅកាន់អ្នកគាំទ្រមិនថាទោះបីជាយ៉ាងណាក៏ដោយក៏ត្រូវតែធ្វើឲ្យល្អស៊ីយ៉ារបស់យើងគេតែងខ្លួនឲ្យបណ្ដានាងចាប់ផ្ដើមឈឺក្បាលបណ្ដានឹកគិតវល់នៅក្នុងចិត្តបណ្ដាហើយព្រោះថា Director របស់នាងនឹងព្យាយាមស្រែកដាក់ឲ្យមនុស្សគ្រប់គ្នាខ្លាំងមែនតែនព្រាមប្រដៅមិនដាច់ពីមាត់នោះទេឮតែពីស្នាមញញឹមคล้ายៗនោះឯងដែលធ្វើឲ្យនាងនៅពេលនេះគឺមិនអាចទទួលទ្រាំបានទៀតនោះទេហើយនាងក៏ចាប់ផ្ដើមសោចក្នុងលក្ខណៈហួសចិត្តនិងជឿចាប់ខ្លាំងមែនតែនរកអ្វីមកថ្លៃមិនឃើញទេកន្លែងសោចនឹងយើងបានដឹងហើយគឺនាងក៏បានសោចនៅក្នុងមុខឈុនថាងរបស់យើងផងដែរនៅពេលដែលឈុនថាងរបស់យើងនៅជាមួយរូនីនោះឯងដែលចាប់តាំងពីថ្ងៃនឹងមកស៊ីយ៉ាក៏បានដើរចេញពីវិស័យមួយនឹងហើយនាងក៏ថែមទាំងរៀនជក់បារីទៀតប៉ុន្តែពិតនាងអត់ចេះជក់ទេគឺឆ្លក់ឡើងពេញនឹងហ្មងខ្សែជីវិតរបស់នាងគឺពិតជាឯកោនិងកំសត់ខ្លាំងមែនតែនឈ្មោះជាតារាល្បីម្នាក់ប៉ុន្តែរកភាពឯកជនឲ្យខ្លួនឯងអត់បានទេរកខ្លួនឯងជាខ្លួនឯងហ្នឹងក៏អត់បានសោះហ្មងគ្រប់ពេលគឺរស់នៅជាមួយនឹងការសម្ដែងជានិច្ចនៅពេលដែលនាងបានគិតទៅដល់រឿងមួយហ្នឹងបច្ចុប្បន្នវិញនាងកំពុងតែបង្ហូរទឹកភ្នែកហើយពេលនោះចន្ទថាងរបស់យើងក៏បានគូទ្វារចូលមកផងដែរនាងក៏បានឲ្យគាត់ចូលមកគ្រាន់តែមកដល់ចន្ទថាងក៏បានប្រាប់ទៅកាន់ស៊ីយ៉ាអំពីរឿងនោះដែលពួកគាត់អត់បានខលទៅប៉ូលីសអីទេពីព្រោះថាស៊ូគឺបានវាយទៅកាន់អាប៉ែហ្នឹងមួយទំហឹងហ្មងបើប្តឹងប៉ូលីសគឺមានបញ្ហាធំហើយក៏ប៉ុន្តែ
តែពួកយើងក៏បានសួរចម្លើយគេដែរក៏ដូចជាប្រមូលព័ត៌មានជាច្រើនពីគេផងដែរក្នុងនោះក៏មានកាតដែលបានដកចេញពីកាមេរ៉ានោះគឺមានរូបភាពជាច្រើនដែលតាក់ទងជាមួយនឹងនាងដូចគ្នានាងចង់ចាត់ការបែបម៉េចក៏ចាត់ការទៅហើយជនថាងក៏បានបញ្ជាក់ថារឿងហ្នឹងពួកយើងបានដោះស្រាយរួចអស់ហើយអត់មានបន្សល់ដានឬក៏រឿងអ្វីដែលមិនត្រឹមត្រូវឲ្យប៉ូលីសសង្ស័យលើពួកគាត់បន្តទេពីព្រោះថាទាំងស៊ូក៏ដូចជាព្រោះធំយើងនឹងបានសន្លត់ទៅកាន់ជនសង្ស័យនឹងហើយធ្វើឲ្យវាបាក់ស្បាតលែងហ៊ានពាក់ព័ន្ធទៀតហើយវាក៏បាននិយាយសន្យាផងដែរនឹងមិនពាក់ព័ន្ធជាមួយនឹងរឿងនឹងទៀតឡើយជនថាងក៏បន្តថានៅក្នុងសៀវភៅទាំងអស់នេះគឺជាការសរសេរសារភាពទោសទាំងអស់អំពីអបិយមួយនឹងហើយរូបថតក៏ដូចជាហត្ថលេខាផ្សេងនឹងក៏ត្រូវបានលុបចោលបំផ្លាញចោលទាំងអស់អត់មានឲ្យសល់ផុតតាំងសោះឡើយឥឡូវនេះគាត់គ្រាន់តែចង់ប្រាប់ទៅកាន់ស៊ីយ៉ារបស់យើងថាចង់រាយការណ៍ទៅប៉ូលីសឬសាលារៀនមិនហ្នឹងគឺរាយការណ៍ទៅឬក៏ចង់បញ្ចប់រឿងរ៉ាវទាំងអស់ហ្នឹងតែត្រឹមហ្នឹងក៏តាមចិត្តរបស់នាងទៅពីព្រោះថាគាត់ក៏បានប្រមូលយកផុសតាងក៏ដូចជាព័ត៌មានផ្សេងអំពីគេអស់ហើយយ៉ាងច្រើនបើស៊ីយ៉ាប្តឹងប៉ូលីសអាប៉ែហ្នឹងអាចនឹងជាប់គុកឬក៏ត្រូវបង់ប្រាក់ពិន័យអញ្ចឹងទៅប្រសិនបើស៊ីយ៉ារបស់យើងប្តឹងឬក៏លុបរឿងរ៉ាវដែលពាក់ព័ន្ធទាំងអស់ហ្នឹងចោលគឺអាស្រ័យលើនាងនោះឯងនិយាយមកដល់ចំណុចនេះស៊ីយ៉ាក៏បានស្ទុះមកអោបឈុនថាងយើងយកតែម្ដងដែលធ្វើឲ្យឈុនថាងរបស់យើងគឺពិតជាមានអារម្មណ៍ថាប្លែកចិត្តខ្លាំងមែនទែនហើយលើពីនឹងទៅទៀតគាត់ក៏បានយល់អំពីជំរឿចិត្តរបស់ស៊ីយ៉ាកាន់តែច្បាស់ហើយថានៅពេលនេះនាងកំពុងតែកើតអ្វីនិងគិតអ្វីមកលើគាត់ដូចគ្នាហើយស៊ីយ៉ារបស់យើងក៏បាននិយាយទៅកាន់ឈុនថាងថាតើខ្ញុំអាចខិះទៅកាន់លោកបានដែរឬទេឮនៅសម្ដីនឹងឡើងមកវាក៏បានធ្វើឲ្យឈុនថាងរបស់យើងមកឡើងក្រហមបដាយចំខីអីគេខីមាត់ឈុនថាងរបស់យើងក៏តបថាអត់កើតទេអាក្រក់មើលណាស់អញ្ចឹងកន្លែងណាវិញចុះស្ពណ៌ខាងស្ដាំនោះអនុញ្ញាតអត់ឈុនថាងក៏បានប្រាប់ថាទេចុះខាងឆ្វេងក៏អត់ដែរហើយចុះផ្នែកខាងមុខទេចុះក៏ទេទេរហូតអញ្ចឹងប្រសិនបើជាលោកទេរហូតអញ្ចឹងខ្ញុំសុំខីនៅផ្នែកខាងមុខនឹងហ្មងទៅរួចខីផ្នែកខាងមុខអីគេនឹងគេខីនៅកន្លែងណានឹងគ្នាព្រឺសម្បល់ដល់ហើយនេះហើយកញ្ញាស៊ីយ៉ារបស់យើងនឹងក៏បានខីទៅលើដៃរបស់ឈុនថាងរៀងអស់សំណើចខ្លាំងមែនតែនធ្លាប់តែឃើញប្រុសគេខីទៅលើដៃរបស់មនុស្សស្រីអានេះស្រីក៏បានមកខីទៅលើដៃមនុស្សប្រុសអីណាខ្ញុំឡើងញ័រសាច់ហ្មងគិតទៅអាប៉ែនឹងភ្លើមែនតែនប្រសិនបើតួឯងប្រុសនឹងជាហ្វេនរបស់ admin វិញកញ្ញាស៊ីយ៉ារបស់យើងដឹងតែចប់ហ្មងហើយស៊ីយ៉ាក៏បានយកដៃរបស់ឈុនថាងមកធ្វើអង្អើលើថ្ពាល់របស់នាងខណៈដែលនាងកំពុងតែអណ្ដែតអណ្ដូងជាមួយនឹងទឹកភ្នែករបស់នាងផងដែរឈុនថាងដកដៃយ៉ាងលឿនព្រោះថាឡើងព្រឺរោមហើយពេលហ្នឹងស៊ីយ៉ាផ្លែកឡើងលៀនប៉ុនមាត់ហើយរួចកញ្ញានេះក៏ស្រាប់តែសោយឌឺគេទៀតហើយក៏បានអរគុណគេតាមក្រោយអេកញ្ញារួចថ្ងៃស្អែកក៏បានចូលមកដល់ស៊ីយ៉ានៅពេលនេះមិនបានរីកាទៅកាន់ប៉ូលីសឬខាងសាលាអីនោះទេគឺនាងបានបោះបង់ជាមួយនឹងគំនិតទាំងអស់នឹងចោលតែកញ្ញារបស់យើងនឹងមិនមែនមានន័យថាអាប៉ែនឹងរួចខ្លួនឯណាកញ្ញាស៊ីយ៉ាបាននិយាយទាំងមូម៉ៅទាំងខឹងថាចាំមើលទៅលើក្រោយអាប៉ែនឹងដឹងតែស៊ីថ្មងហ្មងអត់រួចខ្លួននោះទេព្រោះថាផោះតាំងទាំងអស់នាងគឺមាននៅក្នុងដៃហើយប្រសិនបើអាប៉ែនឹងពាក់ព័ន្ធនឹងរឿងនឹងទៀតគឺដឹងតែចប់របស់នាងហើយមើលតែកំហឹងរបស់អាចារ្យនឹងទៅគឺដឹងហើយបញ្ជាក់ទៀតហើយថាបើឯងមិនដេកគុកទេក៏បោះបង់ការសិក្សាដែរប្រសិនបើហ៊ានលូកដៃក៏ដូចជាចូលរួមជាមួយនឹងរឿងទាំងអស់នឹងទៀតរួចជនថាងរបស់យើងក៏បានលើកដៃធ្វើរបៀបជោគជ័យដោយសារតែពេលនេះពួកគេបានសម្រេចក៏ដូចជាជោគជ័យនៅរឿងរ៉ាវដ៏ធំហើយខណៈដែលស៊ូជាមួយនឹងរូនីក៏បានដើរចូលមកហើយក៏បានលើកដៃជោគជ័យពេញនឹងផងដែរឡើងសប្បាយរីករាយហ្មងទាំងស៊ីយ៉ាទៀតផងរួចពីរនាក់ហ្នឹងក៏បានដើរទៅរកស៊ីយ៉ាទៅមូលហេតុដែលពីរនាក់នេះបានមកដល់ហ្នឹងដំណើរគ្នានោះក៏ព្រោះតែគេបានបញ្ចប់ការសិក្សាជាមួយគ្នាគឺបានចេញមកពីរៀនដំណើរគ្នាអញ្ចឹងហើយក៏បានដើរមកជាមួយគ្នាហ្មងទៅនៅពេលនេះកំពុងតែបបួលស៊ីយ៉ារបស់យើងកំងអីញ៉ាំហើយរូនីក៏បានបញ្ជាក់ទៀតថាគេកំពុងតែបញ្ចុះតម្លៃហើយមើលទៅកាន់មីនុយនេះទំនងណាស់អាចធ្វើការកំងបានអត់នេះតើ
ស្តាកុំឲ្យចាំយូរទៀតពួកយើងចាប់ផ្ដើមបញ្ជាទិញហ្មងទៅហើយសកម្មភាពទាំងអស់នេះវាក៏បានធ្វើឲ្យស៊ីយ៉ារបស់យើងនៅពេលនេះគឺសោចដែលការសោចនេះគឺជាការសោចចេញពីចិត្តហ្មងដែលធ្វើឲ្យឈុនថាងសម្លឹងមើលទៅកាន់នាងនេះគឺជាលើកដំបូងដែលគាត់បានឃើញស៊ីយ៉ារបស់យើងសោចចេញក្នុងចំណោមមនុស្សព្រោះថារាល់ដងនាងគឺញញឹមឬក៏សោចដាក់តែគាត់នឹងអត់សូវញញឹមដាក់នរណាម្នាក់ទេលុះបន្ទាប់ពីនឹងមកយើងក៏បានឃើញថារូនីជាមួយនឹងឈុនថាងព្រមទាំងស៊ូស៊ូក៏បានមកដើរផ្សារជាមួយគ្នាដែលពេលហ្នឹងក៏បានចាប់អារម្មណ៍ជាមួយនឹងសម្លេងចម្រៀងក៏ដូចជាព័ត៌មានដែលគេបានបញ្ជាក់ថាក្រុម Dream Sweet នឹងជិតចេញអាល់ប៊ុមថ្មីហើយដោយឈុនថាងក៏បានប្រាប់រឿងនេះទៅកាន់ស៊ីយ៉ាតែមើលទៅកាន់ទឹកមុខទៅឈុនថាងក៏អាចកត់សម្គាល់ដឹងហើយថានាងគឺមិនចង់ឮអំពីក្រុមរបស់នាងនោះទេយ៉ាងណាក៏ដោយមួយរយៈក្រោយនេះឈុនថាងរបស់យើងឃើញថាស៊ីយ៉ាគឺវិជ្ជមានច្រើននោះគឺមានន័យថានាងគឺរៀនចុះសម្រុងជាមួយនឹងវត្តមានមនុស្សជុំវិញខ្លួនរៀងច្រើនជាងមុនខណៈនៅពេលនេះយើងក៏បានឃើញថាឈុនថាងរបស់យើងដូចជាទើបតែប្រឡងបញ្ចប់ទេក៏មើលមុខរបស់គាត់ដាច់យប់ប៉ុន្មានថ្ងៃហើយដោយសារតែគាត់ប៉ុន្មានថ្ងៃហ្នឹងអត់បានដេកតតែសោះរវល់មើលមេរៀននោះឯងអញ្ចឹងហើយមកដល់ផ្ទះដោយរៀងស្មុគស្មាញអស់កម្លាំងខ្លាំងណាស់ខណៈពេលដែលស៊ីយ៉ារបស់យើងវិញក៏ដូចជាមកបង្ករឿងទៀតហើយនៅពេលនេះចង់បបួលអប៉ែហ្នឹងទៅជប់លៀងព្រោះថាទើបតែប្រឡងហើយតែមើលទៅនិយាយមិនចូលគ្នាសោះអាមួយអត់បានដេកហើយអាមួយទៀតនេះមកបបួលទៅជប់លៀងញ៉ាំអីរហូតបបួលទៅនេះបបួលទៅនោះរហូតរំលងពេលហ្នឹងឈុនថាងក៏បានសួរសំណួរទៅកាន់ស៊ីយ៉ាថាស៊ីយ៉ាអត់បានឆ្លើយនៅពេលដែលគាត់បានបើកភួយមើលទៅឃើញកញ្ញាស៊ីយ៉ាកំពុងតែសម្លឹងមើលគាត់មានអីអៀនគ្នាបដ ாய் អូយកញ្ញាស៊ីយ៉ាមិនធ្វើមុខអញ្ចឹងនេះកុំប្រាប់ថាលួចមើលកូនគេកុំប្រាប់ណាកុំក្បាលខូចពេកអាយយចោតប្រកាន់គេមើលទៅមុខខ្លួនឯងមើលភ្នែកអត់ឡើងខ្មៅអស់រលីងហើយភ្នែកខ្មៅមធ្យមទេងុំមុខក្រហមទៀតមិនងាយឯណាបានស្រីស្អាតលួចមើលអំឡុងពេលហ្នឹងផងដែរយើងក៏ស្រាប់តែបានឮនៅសំឡេងកណ្ដឹងក្រឹងក្រឡែកមើលមកខាងក្រៅក៏ដូចជាឃើញជាមួយនឹងវត្តមានរបស់ស៊ូស៊ូដែលកំពុងតែកាន់ជាមួយនឹងវ៉ាលីផងដែរមិនដែរអញ្ចឹងនៅក្នុងអេពីសូតមួយនេះក៏បានឈានមកដល់ទីបញ្ចប់តែត្រឹមនឹងដូចគ្នាអញ្ចឹងខណៈពេលនេះដែរពីខ្ញុំបាទជីងវូក៏សូមអរគុណនិងសូមគោរពលាបាយ